នេះព្រឹកថ្ងៃច័ន្ទទី23ខែមិថុនាឆ្នាំ2025ក្រុមសមាជិកាព្រឹទ្ធសភាដឹកនាំដោយលោកជំទាវមានសំអានប្រធានក្រុមសមាជិកាព្រឹទ្ធសភាបានអញ្ជើញជួបពិភាក្សានិងស្ដាប់បទបង្ហាញស្ដីពីទស្សនវិជ្ជានៃសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននិងបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានដឹកនាំដោយឯកឧត្តមសយកុសលប្រធានសម្ព័ន្ធភាពជាតិនៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភាដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវជាសមាជិកសមាជិកាព្រឹទ្ធសភាព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងឱកាសនោះលោកជំទាវមានសំអានបានចូលរួមអបអរសាទរចំពោះឯកឧត្តមលោកស្រីដែលអង្គសន្និបាតបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តធ្វើជាប្រធានអនុប្រធាននិងសមាជិកសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានដែលជាអង្គអភិបាលកិច្ចសម្រាប់ដឹកនាំសមាគមក្នុងអាណត្តិទី4បន្តទៀតរាជរដ្ឋាភិបាលបានទទួលស្គាល់តួនាទីដ៏មានសារៈសំខាន់របស់សម្ព័ន្ធភាពជាតិនៅក្នុងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដែលកន្លងមកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទូទាំង25រាជធានីខេត្តលោកជំទាវមានសំអាតបានជម្រាបអំពីគោលបំណងនៃជំនួបពិភាក្សានាពេលនេះគឺដើម្បី1បំពេញមុខងារអាទិភាពចម្បងទី2មុខងារតំណាងដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាពតម្លាភាពគណនេយ្យភាពនិងជឿទុកចិត្ត2ប្រមូលផ្ដុំធាតុចូលដែលជាតម្រូវការបញ្ហាប្រឈមនិងសំណូមពររបស់ក្រុមប្រឹក្សាឃុំសង្កាត់ដែលសម្ព័ន្ធភាពបានប្រមូលចងក្រងដើម្បីសមាជិកាសមាជិកព្រឹទ្ធសភាបំពេញមុខងារតំណាងចំពោះអង្គបោះឆ្នោតកាន់តែមានប្រសិទ្ធភាព3ចូលរួមលើកកម្ពស់សមភាព Gender លើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយបង្កើនភាពអង់អាចដល់ស្ត្រីនិងបរិយាបន្ននៅក្នុងរបៀបវារៈកំណើនសេដ្ឋកិច្ចកិច្ចគាំពារសង្គមនិងអភិបាលកិច្ចល្អ4បង្កើនភាពស្និទ្ធស្នាលនិងផ្លាស់ប្ដូរបទពិសោធន៍រវាងសមាជិកាសមាជិកព្រឹទ្ធសភាជាមួយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្នុងឱកាសធ្វើបទបង្ហាញនោះឯកឧត្តមសយកុសលប្រធានសម្ព័ន្ធភាពជាតិបានធ្វើបទបង្ហាញពីសាវតាគោលបំណងទិសដៅរចនាសម្ព័ន្ធប្រភពធនធានការសហការនិងការគាំទ្រពីស្ថាប័នព្រឹទ្ធសភាផែនការយុទ្ធសាស្ត្រសកម្មភាពសំខាន់ៗនិងបញ្ហាប្រឈមនិងសំណូមពរនៃសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្នុងឱកាសនោះផងដែរលោកស្រីអាតសុខុមអនុប្រធានសម្ព័ន្ធភាពជាតិក៏បានធ្វើបទបង្ហាញស្ដីពីការលើកកម្ពស់ស្ត្រីនៅក្នុងវិស័យនយោបាយនៅមូលដ្ឋានដោយបានបង្ហាញអំពីការអនុវត្តគម្រោង PMI Wheel គាំទ្រក្នុងការលើកកម្ពស់ស្ត្រីនៅក្នុងវិស័យនយោបាយនៅមូលដ្ឋានការអនុវត្តគម្រោង PMI Wheel នេះមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់ពីទស្សនៈទាន Gender ផ្ដល់ផ្នត់គំនិតសង្គមនិងការដោះស្រាយវិសមភាព Gender ក្នុងគ្រួសារជាពិសេសជួយក្នុងការបង្កើនសមត្ថភាពស្ត្រីជាអ្នកដឹកនាំក្នុងការអនុវត្តអភិបាលកិច្ចល្អផងដែរជាចុងក្រោយលោកជំទាវមានសំអានបានថ្លែងនៅអំណរអគុណដល់វាគ្មិនទាំងពីរក៏ដូចជាសមាជិកសមាជិកាព្រឹទ្ធសភាដែលបានចូលរួមផ្ដល់ជាអនុសាសន៍ដ៏ល្អៗទន្ទឹមគ្នានោះលោកជំទាវបានធ្វើការចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងច្បាប់ស្ដីពីអំពើហិង្សាក្នុងគ្រួសារដែលបច្ចុប្បន្នអំពើហិង្សាមានការវិវត្តហើយណាមួយច្បាប់នេះបានរៀបចំនិងប្រកាសឲ្យប្រើមានរយៈពេលយូរមកហើយគួរតែមានការធ្វើវិសោធនកម្មច្បាប់នេះផងដែរចាហើយសូមអរគុណហើយសូមប្រកាសបាត់អង្គកិច្ចពិសានៅថ្ងៃនេះចាសូមអរគុណឲ្យតាមប្រព័ន្ធវិទ្យាសូមជម្រាបចា